រហូតមកទល់នឹងពេលនេះ100ឆ្នាំគត់ដែលសង្គ្រាមលោកលើកទី1បានចាប់ផ្ទុះឡើងក៏ប៉ុន្តែមូលហេតុដែលនាំឲ្យផ្ទុះសង្គ្រាមនេះនៅតែជារឿងចម្រូងចម្រាសក្នុងចំណោមអ្នកប្រវត្តិសាស្ត្រការធ្វើឃាតព្រះអង្គម្ចាស់ Ferdinand នៃចក្រភពអូទ្រីហុងគ្រីនៅទីក្រុងសារ៉ាយេវ៉ូនៅខែមិថុនាឆ្នាំ1914គឺជាឈ្នួនដែលដុតបញ្ឆេះសង្គ្រាមក៏ប៉ុន្តែដើមឫសនៃចំនួនបានកើតមានឡើងតាំងពីរាប់សិបឆ្នាំមុនម្ល៉េះដោយដុតពន្លកចេញពីការប្រកួតប្រជែងគ្នារវាងប្រទេសមហាអំណាចអឺរ៉ុបនិងការផ្ទុះឡើងនៃចលនាជាតិនិយមនៅតាមបណ្ដាប្រទេសក្នុងតំបន់អឺរ៉ុបសង្គ្រាមបារាំងអាល្លឺម៉ង់នៅឆ្នាំ1870ដល់ឆ្នាំ1871ផ្កាភ្លើងនៃសង្គ្រាមលោកលើកទី1បានចាប់ផ្ដើមលេចឡើងតាំងពីឆ្នាំ1871គឺចេញពីសង្គ្រាមរវាងអាល្លឺម៉ង់និងបារាំងអាល្លឺម៉ង់ដែលឈ្នះសង្គ្រាមបានបង្រួបបង្រួមប្រទេសបង្កើតជាចក្រភពថ្មីមួយដែលមានមហិច្ឆតាចង់ក្លាយជាមហាអំណាចប្រជែងជាមួយនឹងមហាអំណាចផ្សេងទៀតនៅអឺរ៉ុបបារាំងវិញដែលចាញ់សង្គ្រាមត្រូវបានអាល្លឺម៉ង់កាត់យកទឹកដីនៃតំបន់អាយសាក់ឡារ៉ែនយកទៅកាន់កាប់ប្រជាជនបារាំងដែលណាមួយទទួលរងនៅភាពអាម៉ាស់និងបរាជ័យផ្នែកយោធានិងណាមួយទៀតខឹងនឹងការបាត់បង់ទឹកដីក៏បានចិញ្ចឹមចិត្តរងចាំតែឱកាសដើម្បីសងសឹកនឹងអាល្លឺម៉ង់វិញគំនុំគុំគួនការមិនទុកចិត្តគ្នានិងការប្រណាំងប្រជែងគ្នាដណ្ដើមដែនដីអាណានិគមបានជំរុញឲ្យបណ្ដាប្រទេសនៅអឺរ៉ុបនាំគ្នាខិតខំពង្រឹងកម្លាំងទ័ពរៀងៗខ្លួនផងនិងព្យាយាមចងសម្ព័ន្ធមិត្តយ៉ាងប្រទាក់ក្រឡាគ្នាដើម្បីជាបង្អែកទុកបង្ការក្នុងករណីមានសង្គ្រាមផ្ទុះឡើងបារាំងបានទៅបង្កើតសម្ព័ន្ធភាពត្រីភាគីជាមួយអង់គ្លេសនិងរុស្ស៊ីចំណែកអាល្លឺម៉ង់វិញបានបង្កើតជាសម្ព័ន្ធមិត្តជាមួយនឹងចក្រភពអូទ្រីហុងគ្រីនិងអ៊ីតាលីវិបត្តិមូស្នីនៅឆ្នាំ1908ដល់ឆ្នាំ1909នៅក្នុងពេលជាមួយគ្នានោះបញ្ហានៅតំបន់បាល់កង់បានកើតឡើងកាន់តែខ្លាំងក្រោយពីចក្រភពអូតូម៉ង់បានធ្លាក់ចុះដុនដាបហើយបណ្ដារដ្ឋដែលធ្លាប់ជាផ្នែកមួយនៃចក្រភពអូតូម៉ង់បាននាំគ្នាប្រកាសឯករាជ្យជាបន្តបន្ទាប់ស្ថិតក្នុងស្ថានភាពបែបនេះបណ្ដាប្រទេសនៅក្នុងនិងនៅក្បែរតំបន់បាល់កង់បានប្រណាំងប្រជែងគ្នាដណ្ដើមត្រួតត្រាប្រទេសដែលជាអតីតដែនដីរបស់ចក្រភពអូតូម៉ង់នៅឆ្នាំ1908ចក្រភពអូតូម៉ង់ហុងគ្រីបានប្រកាសកាត់យកដែនដីបូស្នីដែលជាអាណាខេត្តមួយរបស់ចក្រភពអូតូម៉ង់មកធ្វើជាដែនដីរបស់ខ្លួនទង្វើនេះបានបង្កឲ្យមានការតវ៉ាយ៉ាងខ្លាំងពីសំណាក់ហ្សៀប៊ីដែលមានព្រំដែនជាប់នឹងបូស្នីមានភាសានិងអំបូរប្រជាជនដូចបូស្នីហើយធ្លាប់ជាប្រទេសមួយក្នុងចក្រភពអូតូម៉ង់ជាមួយបូស្នីចំណែករុស្ស៊ីវិញដែលជាសម្ព័ន្ធមិត្តរបស់ហ្សៀប៊ីក៏បានចេញមុខតវ៉ានឹងការកាត់យកទឹកដីបូស្នីដោយអូទ្រីហុងគ្រីនេះដែរវិបត្តិនៅអូស្នីបានធ្វើឲ្យជម្លោះរវាងអូទ្រីហុងគ្រីនិងរុស្ស៊ីឈានដល់ដំណាក់កាលមួយដែលមិនអាចផ្សះផ្សាគ្នាបានហើយជម្លោះនេះរីលដាលកាន់តែខ្លាំងឡើងថែមទៀតនៅពេលដែលសង្គ្រាមនៅតំបន់បាល់កង់បានផ្ទុះឡើងនៅឆ្នាំ1912និងឆ្នាំ1913សង្គ្រាមបាល់កង់នៅឆ្នាំ1912ដល់ឆ្នាំ1913នៅឆ្នាំ1912 2ឆ្នាំមុនសង្គ្រាមលោកលើកទី1ប្រទេសចំនួន4ដែលសុទ្ធតែធ្លាប់ជាអតីតដែនដីក្នុងចក្រភពអូតូម៉ង់ដូចគ្នាគឺសេប៊ីក្រិកម៉ុងតេណេហ្គោនិងប៊ុលហ្គារីបានចងសម្ព័ន្ធភាពយោធានឹងគ្នា
ដែលគេឲ្យឈ្មោះថាបកសម្ព័ន្ធបាល់កង់ដើម្បីប្រយុទ្ធតទល់នឹងចក្រភពអូតូម៉ង់ក្នុងរយៈពេលតែប៉ុន្មានខែក្រុមបកសម្ព័ន្ធបាល់កង់ក៏បានយកជ័យជំនះដោយបានដណ្ដើមយកដែនដីជាច្រើនរបស់ចក្រភពអូតូម៉ង់មកកាន់កាប់ក៏ប៉ុន្តែមិនយូរប៉ុន្មានសង្គ្រាមមួយទៀតក៏បានផ្ទុះឡើងដោយម្ដងនេះជាសង្គ្រាមរវាងប្រទេសក្នុងបកសម្ព័ន្ធបាល់កង់គ្នាឯងគឺរវាងម្ខាងប៊ុលហ្គារីនិងម្ខាងទៀតហ្សេប៊ីនិងក្រិចសង្គ្រាមនេះបានផ្ទុះឡើងដោយមកពីជម្លោះក្នុងការបែងចែកដែនដីដែលពួកគេដណ្ដើមបានពីចក្រភពអូតូម៉ង់ក្រោយពីសង្គ្រាមនៅបាល់កង់បានបញ្ចប់ទៅនៅខែសីហាឆ្នាំ1913សៀប៊ីបានក្លាយជាប្រទេសដែលមានកម្លាំងយោធាខ្លាំងជាងគេបំផុតនៅក្នុងតំបន់បាល់កង់ហើយតុល្យភាពអំណាចនៅបាល់កង់ក៏បានផ្អៀងទៅរករុស្ស៊ីដែលជាហេតុធ្វើឲ្យអូទ្រីហុងគ្រីមិនសប្បាយចិត្តហើយមានគំនិតចង់ចាត់វិធានការគ្រប់យ៉ាងដើម្បីទប់ទល់សៀប៊ីកុំឲ្យបង្កើនអំណាចនៅបាល់កង់តទៅទៀតការធ្វើឃាតព្រះអង្គម្ចាស់ហ្វេឌីណង់ទីយាតនៃចក្រភពអូទ្រីហុងគ្រីនៅព្រឹកថ្ងៃទី28ខែមិថុនាឆ្នាំ1914ព្រះអង្គម្ចាស់ហ្វេឌីណង់ទីយាតរបស់ចក្រភពអូទ្រីហុងគ្រីបានធ្វើដំណើរតាមរថភ្លើងមកដល់ទីក្រុងហ្សារ៉ាយេវូរដ្ឋធានីរបស់បូស្នីដែលអូទ្រីហុងគ្រីបានកាត់ពីចក្រភពអូតូម៉ង់មកធ្វើជាខេត្តរបស់ខ្លួនកាលពីឆ្នាំ1908ក្រោមក្រសែភ្នែកក្តៅក្រហាយរបស់សៀប៊ីក្រុមយុវជនជាតិនិយមសៀប៊ី7នាក់ដែលមានការជួយជ្រោមជ្រែងពីក្រុមភេរវជនសៀប៊ីបានរៀបគម្រោងការលបធ្វើឃាតព្រះអង្គម្ចាស់ហ្វេឌីណង់ដោយបានពង្រីកគ្នានៅតាមបណ្ដោយផ្លូវដែលក្បួនរថយន្តរបស់ព្រះអង្គត្រូវឆ្លងកាត់ព្រះអង្គម្ចាស់ហ្វេឌីណង់អ្វីត្បិតតែដឹងថាដំណើរទៅកាន់ទីក្រុងហ្សារ៉ាយេវូជាដំណើរប្រកបដោយគ្រោះថ្នាក់ក៏ប៉ុន្តែនៅតែជំនះជិះក្នុងរថយន្តបើកដំបូលដើម្បីចង់បង្ហាញពីភាពស្និទ្ធស្នាលដល់ប្រជារាស្ត្រនៅទីនោះនៅម៉ោងប្រមាណជា10ព្រឹកនៅពេលក្បួនរថយន្តរបស់ព្រះអង្គម្ចាស់ហ្វេឌីណង់បើកមកដល់ឃាតករម្នាក់ក៏បានគប់គ្រាប់បែកសម្ដៅទៅលើរថយន្តរបស់ព្រះអង្គក៏ប៉ុន្តែគ្រាប់បែកបានធ្លាក់ខុសគោលដៅដោយផ្ទុះត្រូវរថយន្តដែលបើកពីក្រោយអ្នកបើកបរក៏បានបើករថហើយនាំព្រះអង្គម្ចាស់ហ្វេឌីណង់ទៅកាន់សាលាក្រុងហ្សារ៉ាយេវូចំណែកឃាតករវិញបានព្យាយាមសម្លាប់ខ្លួនឯងក៏ប៉ុន្តែមិនបានសម្រេចហើយក៏ត្រូវប៉ូលីសចាប់ខ្លួនបាននៅសាលាក្រុងព្រះអង្គម្ចាស់ហ្វេឌីណង់បានចូលរួមក្នុងពិធីផ្លូវការដែលបានគ្រោងទុកពីមុនជាធម្មតាក៏ប៉ុន្តែក្រោយចប់ពិធីព្រះអង្គបានសម្រេចលុបចោលកម្មវិធីដែលគ្រោងទុកផ្សេងទៀតដើម្បីយាងទៅសួរសុខទុក្ខអ្នករបួសដោយគ្រាប់បែកកាលពីព្រឹកហើយដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យសារ៉ាយេវូនៅតាមផ្លូវពីសាលាក្រុងទៅមន្ទីរពេទ្យព្រះអង្គម្ចាស់ហ្វេឌីណង់និងមហេសីគឺម្ចាស់ស្ត្រីសូហ្វីត្រូវបានឃាតករម្នាក់ទៀតបាញ់សម្លាប់ចក្រភពអូទ្រីហុងគ្រីបានទម្លាក់ការទទួលខុសត្រូវនៃការធ្វើឃាតព្រះអង្គម្ចាស់ហ្វេឌីណង់ទៅលើរដ្ឋាភិបាលសៀប៊ីអូទ្រីហុងគ្រីក៏បានប្រកាសសង្គ្រាមលើសៀប៊ីថ្ងៃទី28ខែកក្កដាឆ្នាំ1914ដោយសារតែការចងសម្ព័ន្ធមិត្តគ្នាយ៉ាងប្រតិក្រឡានៅក្នុងចំណោមប្រទេសមហាអំណាចនៅអឺរ៉ុបសង្គ្រាមទ្វេភាគីរវាងអូទ្រីហុងគ្រីនិងសៀប៊ីក៏បានរាលដាលទៅដល់ប្រទេសមហាអំណាចផ្សេងទៀតរួមមានអាល្លឺម៉ង់អ៊ីតាលីអង់គ្លេសបារាំងនិងរុស្ស៊ី